ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមានសាច់រឿងថ្មីមួយទៀតសម្រាប់មកចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តនៅក្នុងថ្ងៃនេះផ្ដើមនិយាយដំបូងគឺនិយាយពីលោកគ្រូមន្តអាគម3នាក់លោកគ្រូម្នាក់នោះឈ្មោះថាលោកគ្រូដាំចំណែកឯបរោះមានវ័យរឿងក្មេងនោះគេមានឈ្មោះថានិសនិងនិក្រៃអ្នកទាំងពីរនាក់នេះគឺជាកូនសិស្សរបស់លោកគ្រូដាំនេះឯងខណៈពេលនោះលោកគ្រូដាមបានឈរសម្លឹងទៅកាន់ទីកន្លែងមួយដែលជាព្រៃម្ខាងទៀតនៃមាត់ស្ទឹងនៅក្នុងពេលនោះនាយក្រៃក៏បានសួរទៅកាន់លោកគ្រូដាំថាអ្នកលោកគ្រូតើព្រៃនៅខាងនោះគឺជាព្រៃអ្វីទៅអររយៈពេលជាច្រើនឆ្នាំមកហើយដែលពួកខ្ញុំទាំងពីរនាក់នេះមកហាត់រៀនមន្តអាគមជាមួយនឹងលោកគ្រូតែងតែសម្លឹងទៅកាន់ព្រៃម្ខាងនោះគ្រូដាំគាត់ក៏បានឆ្លើយតបថាព្រៃខាងនោះមិនធម្មតានោះទេវាធ្លាប់មានស្ដេចពស់ខ្មៅមួយក្បាលដែលជាស្ដេចពស់ដែលមានអានុភាពខ្លាំងពូកែឥឡូវនេះខ្ញុំតែងតែចិញ្ចឹមចិត្តថាថ្ងៃណាមួយនឹងចូលទៅក្នុងព្រៃម្ខាងនោះបងក្រាបស្ដេចពស់ខ្មៅក៏ប៉ុន្តែពេលនេះមិនទាន់ដល់ពេលនោះទេនេសដែលជាកូនសិស្សរបស់លោកគ្រូដាំគាត់ក៏បាននិយាយឡើងថាមែនហើយលោកគ្រូខ្ញុំធ្លាប់បានឮអ្នកភូមិដែលរស់នៅស្រុកភូមិក្បែរនេះពួកគាត់បាននិយាយប្រាប់គ្នាតថានៅព្រៃខាងនោះស្ទឹងគឺជាព្រៃហាមឃាត់អ្នកភូមិនៅតំបន់នេះពួកគាត់មិនហ៊ានធ្វើដំណើរទៅព្រៃនៅខាងនោះស្ទឹងនោះទេមើលទៅប្រហែលជាមានពពួកសត្វពស់ដែលមានឫទ្ធិអំណាចដូចជាលោកគ្រូនិយាយពិតប្រាកដមែនហើយគ្រូដាំក៏បានឆ្លើយតបថាមានពិតប្រាកដនោះមិនមែនជាពាក្យចចាមអារាមនោះទេកាលពីមុនលោកគ្រូជាមួយនឹងប្អូនប្រុសរបស់លោកគ្រូក៏បានធ្វើដំណើរទៅកាន់ព្រៃខាងកើតស្ទឹងនោះដែរក៏ប៉ុន្តែថ្ងៃនោះដោយសារតែប្អូនប្រុសរបស់ខ្ញុំគេមានមន្តអាគមតិចតួចមិនទាន់ហាត់រៀនមន្តអាគមខ្លាំងពូកែទីបំផុតគេក៏បានបាត់បង់ជីវិតនៅក្នុងដែនព្រៃពស់នោះទៅចាប់តាំងពីថ្ងៃនោះមកខ្ញុំតែងតែគិតថាថ្ងៃណាមួយខ្ញុំនឹងធ្វើដំណើរចូលទៅក្នុងព្រៃនោះដើម្បីកម្ចាត់សត្វពស់នោះឲ្យបានក៏ប៉ុន្តែទីកន្លែងនោះមើលទៅហាក់ដូចជាមានឫទ្ធិអំណាចអ្វីមួយមកបាត់បង់អញ្ចឹងពេលដែលយើងធ្វើដំណើរចូលទៅដល់ទីកន្លែងនោះវាតែងតែមានផ្សែងអាបនិងសភាពព្រៃក៏ចេះតែចាប់ដើមប្រែប្រួលបន្តិចម្ដងដូច្នេះហើយទើបធ្វើឲ្យខ្ញុំមិនងាយស្រួលនឹងចូលទៅដល់ទីកន្លែងនោះដើម្បីបង្ក្រាបសត្វពស់តាមចិត្តរបស់ខ្ញុំគឺចង់ចូលទៅកម្ចាត់សត្វពស់នោះតាំងពីប្រមាណឆ្នាំមុនម្ល៉េះក៏ប៉ុន្តែខ្ញុំព្យាយាមចូលទៅទីកន្លែងនោះដែរក៏ប៉ុន្តែខ្ញុំមិនអាចចូលបាននោះទេមើលទៅប្រហែលជាមានអ្វីមួយយ៉ាងនៅបាត់បាំងនៅព្រៃខាងកើតស្ទឹងនោះហើយមិនជូរទេខ្ញុំនឹងនាំអ្នកទាំងអស់គ្នាធ្វើដំណើរចូលទៅក្នុងព្រៃនោះឲ្យបានខ្ញុំនឹងសងសឹកសម្រាប់សត្វពស់នោះដើម្បីឲ្យប្អូនរបស់ខ្ញុំគេបានស្កប់ចិត្តនាយក្រៃគេក៏បាននិយាយឡើងថាលោកគ្រូចុះសពថ្ងៃនេះយើងមានមន្តអាគមខ្លាំងពូកែហើយទេតើហេតុអ្វីក៏យើងមិនចូលទៅកម្ចាត់សត្វពស់នោះតែម្ដងទៅម្យ៉ាងទៀតខ្ញុំតែងតែលើកថាបរិវារនៃសត្វពស់នោះតែងតែឆ្លងស្ទឹងមកធ្វើបាបទៅដល់អ្នកស្រុកអ្នកភូមិបើសិនជាយើងអាចកម្ចាត់វាបានអ្នកភូមិទាំងអស់គ្នាប្រកាសជាមានសេចក្តីសុខដោយសារតែពួកយើងផងដែរលោកគ្រូក្រវីក្បាលហើយគាត់ក៏បានឆ្លើយតបថាមិនទាន់ដល់ពេលនោះទេអ្វីគ្រប់យ៉ាងព្រមលិខិតបានរៀបចំចប់សពគ្រប់ហើយបើសិនជាដល់ពេលទើបយើងអាចចូលទៅទីកន្លែងនោះបានក្រោយមកលោកគ្រូនឹងស្ទើក៏ចាប់ផ្ដើមធ្វើដំណើរចេញពីទីទួលនេះរួចហើយត្រឡប់ទៅកាន់អាស្រមរបស់ពួកគាត់ដើម្បីវឹកហាត់មន្តអាគមបន្ថែមទៀតទៅឥឡូវយើងមកនិយាយពីអ្នកស្រុកអ្នកភូមិពេលដែលពួកគាត់ធ្វើដំណើរចូលមកក្នុងព្រៃ
Mời chạm về thay mày ni. Bụ con tay đã ban chua bật tè. Cho môi nâng bộ sát bư. Đôi chì bộ sát bộ vây rô niêm. Bộ vây cổ bay chế đàm. Sát tên ọc ni. Ban chia ban ta đó nẹp phùm. Thưa ai nẹp phùm. Đai miên một robot châu một khăn prey nụ. Bộ quạt miên arom phây khlách. Sọp mũi đòn bê đế quát đai châu khăn đàn prey. Đôi chì dương ban đăng sạp hai. Nẹp phùm. Đai rút nơi tam đổ bọn trường phnom. Ở đây có tam đổ bọn prey chư. Đai nè đạch ngay. Pi tí bởi chôm chôn. Bộ quạt môi chùm nôn thôm. Tai tế bừng bà anh. Từ lời ca thua đầm nai châu một khăn prey. Đàm bay xoay đọc gặp phól. Giấc tập cột công cửu xa đã bỏ con. Môi chùm nôn. Con nộp khá chích đùm lâu. Môi chùm nôn tiết. Có ban thua đâm ná châu một khăn prey ni. Đàm bay rọc đai rọc vó. Giấc tập thua xong phê rạc môi chùm nôn xanh tiết. Đàm bay giấc tập lụa đầu. Nơi ai tí bởi chùm chôn. Đôi chân này hai bộ quạt chê mình ruột. Nâng ca thua đâm ná châu một khăn prey nụ tê. Đôi xa tay môi rạch chạc ni. Tay tay lư tha nẹp phúm. Bắt bong chi vật đôi xa tay bộ sát á xây đập bư. Nẹp phúm chê chạc nè. Có chấp đám thua đâm ná. Xong đáy tập tiệt lục mê phúm máu. Lục mê phúm máu. Công pông tay ông coi nè lơ kre krong tia. Bị phía xa chê môi nước propon rồi bọc con. Ông coi nè dây pin nè pin nụ. Ban mối sân tu. Srap tay propon rồi bọc lục mê phúm. Ban xong lăng khơi nẹp phúm chê chạc nè. Nòm khní thua đầm ná xong đáy từ càng tiệt con. Mình bóp há. Ban đi cháy từ càng bà đầy quạt thà. Nè anh. Ta nẹp phúm. Cây miên rừng vòi nọ. Ban chê bụ kê thua đầm ná. Xong đáy một tiết dương chán. Mini địch nè. Mê phúm. Ban tó pi lứ xong đáy propon. Con có chạp đám chào cần tôi phên. Khả nạ bên nụ. Con có bà tiết khơi thà. Mình nẹp phùm một chùm nôn thôm. Đại bàn đặc nòm. Đại lục ta sốt. Thua đâm ná một cán tì nì. Cái vì mùi sân tu. Nẹp phùm có bán chiên châu tự đó tiết lục mê phùm. Mê phùm có bán xô tới cán bụ quạt thà. Nè nẹ từng ọc khní. Ta miền rừng ở vầy tiết hào. Bán chiên lực bạ lực bụ. Thua đâm ná châu một khăn tiết trong địch chân này. Nực khăn bê nụ. Ta sốt quát đầm nàng ở nẹp phùm. Quát có bán đi chơi làng thà. Nè lục mê phùm ơi. Đôi chì mình sổ nụ tê. Nơi khăn prey mơ rì chạc ni. Nẹp phùm rồi bỏ chướng. Ban bắt bong chì vật đầy xa ta sát bù. Ốc bằng mà nẹ tư hào. Ai lời ni. Trong bưng bẹ lục mê phùm. Ai tờ rạc rùm môn cúm. Đam bay tơ cầm chát bộ bụ sát bù tiếng ốc nụ. Bà sân chì bộ chướng. Mân cầm chát bù ở xe được bực tiếng ốc nụ tê. Nơi khăn phùm chừng ni. Bà có chì cao miền rương. Chia bàn to bật chê mình khan. Mê phùm. Ban xong lăng tới căn nẹp phùm từng ọc khní. Cái mô. Con có bán đi chơi làng thà. Nè nẹ từng ọc khní. Đôi chơi lên soi bê chào. Nì. Mình mến chơi rừng chào plon được khăn phùm nụ tê. Ở rừng sạt bụt được khăn đàn prey. Tại trong thua chẳng mạch tư. Ông sợi chầm nạc mà nè. Con có bán đi chơi làng thà. Lục mê phùm. Rừng ở vầy có đôi. Ai ta tợ tông cho mùi nâng nẹp phùm rồi bỏ chừng. Lục tới ta chuối đỏ srai. Thò mà đàm bụi trong tiếng ọc niên ni. Cứ tục lục mê phùm đôi chữ ở bụi đôi chữ mà đài chân. Bà sân cho bụi trong miền rừng hào. Mình mà rốc lục mê phùm nụ. Ta ai bụi trong tớ rốc nẹ nào vệnh tư. Mê phùm ngục mục cho bản tình. Hỏi con có bán đi chơi từ căn bật bồn quạt thà. Nè mai vì do cần tiền mà ra. Ai nẹp phùm từng ọc nia quát xâm rạ sân tư. Complete đâm tực đai tực tực chè. Dốc mà ai bụ quạt phong. Bọn tọp bị lưu xâm đây. Lúc mê phùm máu bán đi chơi. Mình phà. Con có bán cho cần tiền sạc thằng nào bí. Dốc tực ra krong lúc đám xịt đà. Cái một con. Có chấp đám riêng trong tực tực chè tực đai. Đàm bày ai nẹp phùm từng ọc nia. Bộ riêng phùm đàm bày ai tực chè chất bằng tay sân. Cái một. Lúc mê phùm máu. Có bán cho tớ ông côi chùm nông chùm nam nẹp phùm. Còn có bán đi chơi làng thà. Nẹ thằng ọc khní.
មិនមែនថាខ្ញុំមិនចង់ជួយដោះស្រាយនោះទេក៏ប៉ុន្តែរឿងនេះវាហួសពីកម្លាំងរបស់ខ្ញុំឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅបើសិនជាពពួកសត្វពស់នោះវារស់នៅក្នុងព្រៃម្យ៉ាងទៀតវាមិនបានចូលមកអុកឡុកក្នុងភូមិនោះទេតែអ្នកទាំងអស់គ្នាទេតើដែលជាអ្នកធ្វើដំណើរចូលទៅក្នុងព្រៃឲ្យពួកវាធ្វើបាបនោះតាសូនគាត់ក៏បាននិយាយឡើងថាលោកមេភូមិមិនដេចក៏និយាយដូច្នោះធម្មតាអ្នកស្រុកអ្នកភូមិជើងព្រៃរបស់ជើងនេះគឺរស់ពឹងផ្អែកទៅលើការចូលទៅក្នុងព្រៃជ្រៅជ្រៅបោយវល់រកផ្ដៅនិងចាក់ទំពាំងនឹងហើយចុះបើសិនជាពួកយើងមិនអាចចូលទៅក្នុងព្រៃបានតើពួកយើងពឹងផ្អែកទៅលើអ្វីដើម្បីយកទៅលក់បានប្រាក់កម្រៃចិញ្ចឹមគ្រួសារតើលោកមេភូមិមានឆ្ងល់ដែរទេមួយរយៈនេះស្រាប់តែមានសត្វពស់បានវាឆ្លងស្ទឹងសំដៅចូលមកទីកន្លែងនេះខ្ញុំគិតថានៅទីកន្លែងព្រៃហាមឃាត់នោះប្រហែលជាសម្បូរសត្វពស់ច្រើនហើយមើលទៅពួកវានាំគ្នាហើរឆ្លងទឹកសំដៅចូលមកក្នុងដែនព្រៃនេះបន្ទាប់ពីឮសម្ដីរបស់តាសោតនិយាយដូច្នោះខណៈពេលនោះមេភូមិម៉ៅគាត់ក៏ចាប់ផ្ដើមនឹកឃើញទៅដល់ព្រៃហាមឃាត់ព្រៃខាងកើតស្ទឹងគឺជាព្រៃដែលមានគ្រោះថ្នាក់ដោយសារតែចាស់ពីចំនួនមុនគាត់បានដាក់ទីកន្លែងនោះជាព្រៃហាមឃាត់ពីមុនធ្លាប់មានអ្នកឆ្លងស្ទឹងទៅខាងនោះក៏ប៉ុន្តែកម្រណាស់នឹងមានជីវិតត្រឡប់មកវិញដោយសារតែតំបន់នោះមានស្ដេចពស់ខ្មៅមួយក្បាលមិនត្រឹមតែប៉ុណ្ណោះមានពួកបរិវារសត្វពស់ផ្សេងទៀតជាច្រើនមុខដែលនាំគ្នារស់នៅក្នុងតំបន់ព្រៃហាមឃាត់មេភូមិម៉ៅគាត់ក៏បាននិយាយទៅកាន់តាសោតថាអូអ្នកទាំងអស់គ្នាខ្ញុំគិតថាសត្វពស់នោះប្រកបណាស់ពិតជាធ្វើដំណើរចេញមកពីតំបន់ព្រៃហាមឃាត់ពិតជាមិនខាននោះទេណែឥឡូវខ្ញុំគិតអញ្ចេះចោះថ្ងៃស្អែកនេះខ្ញុំនឹងតាក់ទងទៅរកគ្រូមន្តអាគមដែលពូកែផ្នែកខាងចាប់សត្វពស់នេះឲ្យពួកគេមកជួយដល់ពួកយើងក៏ប៉ុន្តែបានសម្រេចឬក៏មិនបានសម្រេចនោះខ្ញុំក៏មិនទាន់ហ៊ានថាដែរចាំមើលស្នាដៃរបស់លោកគ្រូទាំងអស់គ្នានោះសិនទៅតាសូនបាននិយាយទៅកាន់លោកមេភូមិថាណែលោកមេភូមិតើលោកមេភូមិបានស្គាល់គ្រូពូកែខាងផ្នែកចាប់សត្វពស់នេះមែនឬទេមេភូមិងក់ក្បាលហើយគាត់ក៏បានឆ្លើយថាស្គាល់គឺខ្ញុំស្គាល់ច្រើនអ្នកណាស់ទៅខ្វះអ្វីគ្រូចាប់ពស់ទាំងអស់នេះក៏ប៉ុន្តែគ្រាន់តែខ្លះមានមុនអាគមខ្លាំងពូកែចំណែកឯខ្លះទៀតគ្រាន់តែគ្រូចាប់ពស់កំពៃកំពកដែលរកស៊ីចាប់ពស់ដាក់ទ្រង់យកទៅលក់តែប៉ុណ្ណោះថ្ងៃស្អែកនេះខ្ញុំនឹងតាក់ទងទៅកាន់លោកគ្រូ3នាក់ដែលគាត់ពូកែខាងផ្នែកអាគមអាយលំពាយនេះបើសិនជានិយាយពីមុនអាគមអាយលំពាយអ្នកទាំងអស់គ្នាប្រហែលជាមិនសូវធ្លាប់ដឹងនោះទេអាគមទាំងអស់នេះភាគច្រើនគឺប្រើនៅឯប្រទេសឥណ្ឌាឯណោះកាលពីសម័យមុនក្នុងពុទ្ធប្រវត្តិគេក៏ធ្លាប់បាននិយាយថាមានអាយលំពាយម្នាក់ចូលទៅចាប់ដល់សត្វនាគរាជទៀតផងដោយសារតែមុនអាគមអាយលំពាយខ្លាំងពូកែដូច្នេះទើបភាគច្រើននៅក្នុងស្រុកឥណ្ឌាគេអាចប្រើប្រាស់សត្វពស់ឬក៏អាចបញ្ជាទៅលើវាបានអ្នកខ្លះក៏ប្រើមុនអាគមនេះភ្ជាប់ទៅជាមួយនឹងសម្លេងរបស់ខ្លុយអ្នកខ្លះទៀតក៏ប្រើវិធីសាស្ត្រផ្សេងដើម្បីបង្វឹកបង្ហាត់ទៅដល់សត្វពស់ឲ្យពួកវាចេះស្ទាត់ជំនាញតាមការប្រើប្រាស់របស់ពួកគាត់ក៏ប៉ុន្តែមន្តអាគមទាំងអស់នេះក៏បែកធ្លាយចូលមកខាងប្រទេសខ្មែររបស់ជើងដោយសារតែកាលពីសម័យមុននោះខ្មែររបស់ជើងគឺមានទំនាក់ទំនងជាមួយនឹងប្រទេសឥណ្ឌាខ្លាំងណាស់មន្តអាគមនេះគឺជាមន្តអាគមចាប់ពស់ដ៏ខ្លាំងពូកែក៏ប៉ុន្តែសពថ្ងៃនេះខ្ញុំក៏មិនបានដឹងថានៅមានអ្នកចេះអាគមអាយលំពាយនេះដែរឬអត់អ្នកភូមិទាំងអស់គ្នាបន្ទាប់ពីស្ដាប់សម្ដីរបស់លោកមេភូមិបាននិយាយរៀបរាប់ថារកគ្រូមន្តអាគមដើម្បីមកជួយដល់ពួកគាត់អ្នកភូមិក៏ស្ងប់ចិត្តរួចហើយក៏នាំគ្នាធ្វើដំណើរត្រឡប់ទៅផ្ទះវិញទៅនៅក្នុងពេលដែលពួកគាត់កំពុងតែធ្វើដំណើរអ្នកទាំងអស់គ្នាបានជំនុំគ្នាពីនេះពីនោះលោកពូម្នាក់ឈ្មោះថាពូសួន
គាត់ក៏បាននិយាយទាំងលេងសើចទៅកាន់អ្នកភូមិថាយេសត្វពស់ទាំងអស់នោះធំធំល្អណាស់តែបើបានមួយពីរយកមកស្ងោរមិនដឹងថាផ្អែមទឹកប៉ុណ្ណាទេតាសូនបន្ទាប់ពីឮសម្ដីរបស់ពូសួនបាននិយាយគាត់ក៏បានឆ្លើយតបវិញថាអាស៊ូនបើសិនឯងចង់បានពស់យកមកស្ងោរនោះឯងចូលទៅក្នុងព្រៃទៅណឆ្លងស្ទឹងទៅព្រៃខាងកើតស្ទឹងនោះទៅប្រកាសជាបានជួបសត្វពស់ធំធំហើយឯងទៅចាប់យកមកស្ងោរទៅនៅពេលនោះពូសួនគាត់ក៏បាននិយាយឡើងថានេតាខ្ញុំគ្រាន់តែនិយាយលេងទេតាឲ្យខ្ញុំចូលទៅឲ្យខ្ញុំស្លាប់ដោយសារតែសត្វពស់នោះមែនឬទេកុំចេះតែលេងសើចពេកតាក្រោយមកពួកគាត់ក៏ជំនុំគ្នារួចឆាយធ្វើដំណើរត្រឡប់ទៅផ្ទះវិញទៅវេលាថ្ងៃស្អែកក៏បានឈានចូលមកដល់លោកមេភូមិក៏ចាប់ផ្ដើមរកគ្រូមន្តអាគមដែលពូកែផ្នែកខាងចាប់ពស់នោះឲ្យចូលទៅក្នុងដែនព្រៃដោយពួកគាត់បានអញ្ជើញគ្រូមន្តអាគមខ្លាំងពូកែ3នាក់ក៏ប៉ុន្តែគម្រោងពួកគាត់នេះមិនមែនចូលទៅចាប់ពស់ទាំងអស់នៅក្នុងព្រៃនោះទេគ្រាន់តែលោកមេភូមិចង់ដឹងថាសត្វពស់ទាំងអស់នេះវាចេញមកពីទីណាឲ្យប្រកបម្យ៉ាងទៀតតើសត្វពស់ធ្វើបាបទៅដល់អ្នកភូមិនេះវាគឺជាសត្វពស់នៅក្នុងព្រៃខាងនេះឬក៏ជាសត្វពស់បរិវាររបស់ស្ដេចពស់ខ្មៅដែលបានចេញមកពីក្នុងព្រៃហាមឃាត់លោកគ្រូចាប់ពស់ដែលពូកែស័ក្តិសិទ្ធិទាំង3នាក់នោះគាត់មានឈ្មោះថាគ្រូសាមគ្រូថាងនិងគ្រូចៃបន្ទាប់ពីទទួលការជួលរបស់លោកមេភូមិហើយលោកគ្រូទាំង3នាក់ក៏ចាប់ផ្ដើមយកថ្នាំសង្កូវរបស់គាត់លាបនៅនឹងដៃជើងរបស់គាត់ហើយប្រសិទ្ធិមន្តអាគមមិនត្រឹមតែប៉ុណ្ណោះលោកគ្រូទាំង3នាក់នេះបានស្ពាយថងយាមនិងស្ពាយត្រង់ម្នាក់មួយផងដែរគោលបំណងពួកគាត់ប្រហែលជាចង់បានសត្វពស់មួយក្បាលពីរក្បាលយកចូលមកក្នុងភូមិនេះដើម្បីបញ្ជាក់ប្រាប់អ្នកភូមិថាពួកគាត់ប្រកាសជាចាប់បានសត្វពស់ពិតមែនក្រោយពីពួកគាត់ធ្វើដំណើរចេញផុតពីព្រៃក្រៅភូមិសម្ដៅចូលទៅក្នុងព្រៃជ្រៅពួកគាត់ចាប់ផ្ដើមរៀបអាគមគាត់តែម្ដងក៏ប៉ុន្តែនៅក្នុងពេលនោះយើងមិនបានដឹងថាអាគមដែលគាត់ប្រើនោះប្រកាសជាអាគមអាយលំពាយឬក៏ជាអាគមចាប់ពស់ផ្សេងទៀតនោះទេព្រោះថាតាមតំបន់ណាក៏ដោយតែតែមានអ្នកចេះអាគមផ្សេងគ្នាអ្នកខ្លះក៏ប្រើអាគមនោះអ្នកខ្លះក៏ប្រើអាគមនេះរហូតធ្វើដំណើរចូលទៅក្នុងព្រៃពួកគាត់ក៏បាននិយាយគ្នាថាណែពួកយើងបំបីផ្លូវគ្នាទៅចាំមើលអ្នកណាអាចរកសត្វពស់ដាក់ចូលទៅក្នុងទ្រុងបានច្រើនជាងក៏ប៉ុន្តែបើសិនជាមានរឿងហេតុអ្វីកើតឡើងត្រូវតែឲ្យសញ្ញាគ្នាផងដើម្បីពួកយើងអាចទៅជួយគ្នាបានបន្ទាប់ពីនិយាយរួចគ្រូទាំង3ក៏ចាប់ផ្ដើមបែកផ្លូវគ្នាដើរបានមួយសន្ទុះលោកគ្រូថាំងគាត់ក៏ចាប់ផ្ដើមរៀនមន្តអាគមរបស់គាត់បន្ទាប់ពីរៀនអាគមរួចគាត់ក៏ចាប់ផ្ដើមផ្លុំខ្លុយរបស់គាត់តែម្ដងនៅក្នុងពេលនោះមានសត្វពស់ជាច្រើនក្បាលចាប់ផ្ដើមនាំគ្នាវាសម្ដៅមកកាន់ទីនេះមិនថាពស់ព្រៃពស់សម្លាប់កង្កែបពស់ស្នាអន្សោឬក៏ពពួកសត្វពស់វែកនោះទេតែពពួកសត្វពស់វែកគឺតិចបំផុតមានចំនួនត្រឹមតែ3ក្បាលតែប៉ុណ្ណោះបន្ទាប់ពីឃើញសត្វពស់មកដូច្នោះលោកគ្រូក៏បានចាប់សត្វពស់3ក្បាលដែលជាសត្វមានពឹសនោះដាក់ចូលទៅក្នុងទ្រុងរបស់គាត់ក្រោយពីនោះទៅគាត់ក៏ចាប់ផ្ដើមរៀបអាគមរបស់គាត់បណ្ដេញពពួកសត្វគ្មានពឹសទាំងអស់នេះឲ្យវាត្រឡប់ចេញពីទីនេះវិញក្រោយមកលោកគ្រូក៏ចាប់ផ្ដើមបន្តដំណើរទៅមុខទៀតឥឡូវយើងមកនិយាយពីលោកគ្រូសាមវិញម្ដងគាត់បានធ្វើដំណើរទៅកាន់ទីកំពតព្រៃមួយដែលពោពេញទៅដោយដំបូលខ្ពស់លោកគ្រូសាមគាត់ក៏ចាប់ផ្ដើមរៀនមន្តអាគមរបស់គាត់ទៅតាមផ្សែងដែលគាត់កំពុងតែដុតបន្ទាប់ពីគាត់រៀនអាគមបានមួយសន្ទុះស្រាប់តែពពួកសត្វពស់ជាច្រើនក៏ចាប់ផ្ដើមនាំគ្នាវាសម្ដៅមកកាន់ទីនេះដែរតែលោកគ្រូសាមគាត់មិនឃើញថាមានសត្វពស់ពឹសអ្វីនោះទេទាំងអស់នោះសុទ្ធតែពពួកសត្វពស់ដែលគ្មានពឹសតែប៉ុណ្ណោះគ្រូសាមក៏មិនបានធ្វើអ្វីដល់ពួកវា
ក្រោយមកគាត់ក៏ចាប់ផ្ដើមបន្តដំណើរទៅមុខទៀតឥឡូវយើងមកនិយាយពីលោកគ្រូចៃវិញម្ដងលោកគ្រូចៃបានធ្វើដំណើរចូលទៅជិតមាត់ស្ទឹងដែលជាទីកន្លែងបែងចែកព្រៃមួយចំហៀងម្នាក់នោះឯងមកខាងគឺជាដែនព្រៃដែលគេហាមឃាត់មកខាងគឺជាព្រៃដែលអ្នកភូមិតែងតែធ្វើដំណើរមករកផលប្រយោជន៍ចេញពីដែនព្រៃនេះបន្ទាប់ពីចូលទៅដល់ទីកន្លែងនោះលោកគ្រូចៃក៏ចាប់ផ្ដើមផ្លុំខ្លុយរបស់គាត់ហាក់ដូចជាលោកគ្រូថាងអញ្ចឹងក្រោយពីផ្លុំខ្លុយនិងប្រសិទ្ធិមន្តអាគមរួចស្រាប់តែពពួកសត្វពស់ជាច្រើនសុទ្ធតែជាសត្វពស់មានពឹសក៏ចាប់ផ្ដើមវាសម្ដៅមករកគាត់គ្រូចៃសប្បាយចិត្តណាស់ក្រោយមកគាត់ក៏បានចាប់សត្វពស់ទាំងអស់នោះដាក់ចូលទៅក្នុងទ្រុងរបស់គាត់ភ្លាមក៏ប៉ុន្តែបន្ទាប់ពីគាត់ផ្លុំខ្លុយនឹងសូត្រអាគមបានមួយផ្លែនស្រាប់តែគាត់សម្លឹងទៅព្រៃម្ខាងទៀតមានសភាពរង្គើខ្លាំងពេលនោះស្រាប់តែឃើញសត្វពស់មួយក្បាលដែលមានមាឌធំហាក់ដូចជានាគរាជសត្វពស់នេះមានសម្បុរខ្មៅក៏ចាប់ផ្ដើមវាសម្ដៅឆ្លងស្ទឹងមករកគាត់តែម្ដងគ្រូចៃបន្ទាប់ពីឃើញសភាពការដូចនេះគាត់គិតថាមិនស្រួលនោះទេអាគមរបស់គាត់មិនអាចទប់ទល់ជាមួយនឹងស្ដេចពស់ខ្មៅនោះបានឡើយពីមុនគាត់គិតថាស្ដេចពស់ខ្មៅនៅព្រៃហាមឃាត់នោះគ្រាន់តែជាពាក្យចចាមអារាមតែប៉ុណ្ណោះក៏ប៉ុន្តែឥឡូវគាត់បានឃើញផ្ទាល់ភ្នែកហើយវាគឺជាស្ដេចពស់100ឆ្នាំដែលអ្នកភូមិបាននិយាយតៗគ្នានោះឯងរត់បណ្ដើរស្រែកបណ្ដើរលោកគ្រូចៃគាត់ក៏បានទៅជួបជាមួយនឹងលោកគ្រូថាងបន្ទាប់ពីនោះគាត់ក៏បាននិយាយរៀបរាប់រឿងរ៉ាវទៅប្រាប់លោកគ្រូថាងឲ្យបានដឹងលោកគ្រូទាំងពីរនាក់មិនទាន់នឹងបានរត់ចេញពីទីកន្លែងនេះផងស្រាប់តែសត្វពស់ខ្មៅក៏ចាប់ផ្ដើមវាមកដល់ទីនេះពស់ខ្មៅក៏ចាប់ផ្ដើមបើកពពាយ៉ាងធំរួចហើយក៏ចាប់ផ្ដើមព្រោះពឹសរបស់វាសម្ដៅទៅកាន់លោកគ្រូទាំងពីរនាក់ពឹសរបស់សត្វពស់ដ៏ពន្លឹកបានធ្វើឲ្យខ្លួនប្រាណរបស់អ្នកទាំងពីរនេះចាប់ផ្ដើមមានដំបៅលោកគ្រូទាំងពីរក៏ចាប់ផ្ដើមស្រែកខ្លាំងក៏ប៉ុន្តែនៅពេលនោះសត្វពស់ខ្មៅក៏ចាប់ផ្ដើមវាយប្រហារធ្វើឲ្យគាត់បាត់បង់ជីវិតនៅក្នុងពេលនោះឯងសំឡេងស្រែករបស់គាត់ក៏បានឮទៅដល់លោកគ្រូសាមលោកគ្រូសាមក៏បានធ្វើដំណើរចូលមកដល់ទីនេះក្រោយមកគាត់ស្រាប់តែប្រទះជាមួយនឹងពស់ជាគ្រូសាមគាត់ចាប់ផ្ដើមប្រសិទ្ធិមន្តអាគមទាញកំបិតរបស់គាត់តើអ្នកទាំងអស់គ្នាមិនឆ្ងល់ដែរឬទេហេតុអ្វីឲ្យតែពពួកគ្រូមន្តអាគមតែតែមានកំបិតស្ទាតនៅចង្កេះកំបិតអាឋានកំបិតអាគមឬក៏ជាប្រភេទកំបិតផ្សេងទៀតតាមពិតរឿងរ៉ាវទាំងអស់នេះវាគ្មានអ្វីចម្លែកនោះទេធម្មតាពពួកគ្រូមន្តអាគមគេតែងតែសូត្រអាគមប្រសិទ្ធិទៅកាន់អាវុធដែលពួកគាត់សម្រាប់ប្រើប្រាស់កំចាត់ពពួកខ្មោចព្រាយបិសាចឬក៏ពួកបច្ចាមិត្តមិនមែនអាគមបញ្ចុះបានទៅលើកំបិតនោះទេវាអាចបញ្ចុះទៅលើលំពែងទៅលើដាវទៅលើពូថៅក៏បានដែរក៏ប៉ុន្តែកំបិតវាតូចវាអាចដាក់នៅចង្កេះអាចងាយស្រួលនឹងដាក់តាមខ្លួនមិនដូចជាពូថៅលំពែងឬក៏ដាវនោះទេវាចង្អេងចង្អាងខ្លាំងណាស់ដូច្នេះហើយភាគច្រើនគ្រូមន្តអាគមគេតែងតែមានកំបិតអាគមរបស់គេដាក់សៀតនៅនឹងតាមខ្លួនគ្រូសាមក៏ចាប់ផ្ដើមប្រសិទ្ធិមន្តអាគមរួចហើយយកកំបិតរបស់គាត់ស្ទុះទៅចាក់សត្វពស់ខ្មៅនោះដោយអង្អាញក៏ប៉ុន្តែចូលមិនទាន់នឹងបានទៅដល់ផងស្រាប់តែពស់នោះវត្តមួយកន្ទុយធ្វើឲ្យគាត់ប៉ាងខ្ទាតចេញពីទីនោះគ្រូសាមបានស្រែកឡើងខ្លាំងសំឡេងរបស់លោកគ្រូសាមក៏បានឮទៅដល់លោកគ្រូដាំនិងនីសនីក្រៃដែលជាកូនសិស្សរបស់គាត់នោះឯងបន្ទាប់ពីនោះលោកគ្រូដាំគាត់ក៏បាននិយាយឡើងថាមើលទៅប្រហែលជាមានអ្នកភូមិមានទុកព្រួយដោយសារតែពពួកសត្វអាសិរពើទៀតហើយពួកយើងចាប់ផ្ដើមធ្វើដំណើរទៅអ្នកទាំង3ក៏ចាប់ផ្ដើមធ្វើដំណើរចេញពីអាស្រមរបស់ខ្លួនដោយមានកំបិតមានអាវុធផ្សេងទៀតនេសបានទាញលំពេញអាឋានរបស់ខ្លួនដែលបានទុកនៅក្នុងក្បែរអាស្រមចំណែកឯនីក្រៃគេក៏បានទាញពូថៅរបស់ខ្លួន
ដែលជាពុទ្ធៅមន្តអាគមបានប្រសិទ្ធិដោយសារតែលោកគ្រូដាំនោះឯងក្រោយមកអ្នកទាំង3នាក់ក៏ចាប់ផ្ដើមធ្វើដំណើរសម្ដៅទៅកាន់ទីកន្លែងដែលពួកគាត់បានលើសម្រែងពេលដែលពួកគាត់ទៅដល់ស្រាប់តែបានឃើញលោកគ្រូម្នាក់កំពុងតែប្រើមន្តអាគមទប់ទល់ជាមួយនឹងស្ដេចពស់ខ្មៅឃើញដូច្នោះហើយអ្នកទាំង3នាក់ក៏បានស្ទុះចូលទៅជួយលោកគ្រូសាមសត្វពស់ខ្មៅគ្រាន់តែឃើញអ្នកទាំង3នាក់ភ្លាមវាក៏ចាប់ផ្ដើមដកកបន្តិចដើម្បីព្រុសពឹសសម្ដៅរកទៅអ្នកទាំងអស់គ្នាក៏ប៉ុន្តែនៅពេលនោះលោកគ្រូដាមក៏ចាប់ផ្ដើមសូត្រអាគមបង្កើតនៅរនាំងមន្តអាគមឡើងក៏ប៉ុន្តែអាគមនេះមិនដូចជាមន្តអាគមកំផែងកែវដែលព្រះសង្ឃធុដងតែងតែប្រើប្រាស់នោះទេភាគច្រើនមន្តអាគមរបស់ពពួកគ្រូតែងតែសាហាវជាងអាគមរបស់ព្រះសង្ឃធ្លាប់បានប្រើព្រះសង្ឃទោះបីជាព្រះអង្គចេះមន្តវិជ្ជាការពារប្រកាយក៏ដោយក៏ប៉ុន្តែមន្តវិជ្ជាការរបស់ព្រះអង្គសុទ្ធតែមន្តវិជ្ជាការមិនអាចធ្វើឲ្យប៉ះពាល់ទៅដល់ជីវិតសត្វភាគច្រើននោះព្រះអង្គប្រើប្រាស់តែមន្តអាគមកំផែងកែវការពារពពួកសត្វព្រៃដូចជាពពួកព្រាយខ្លាព្រាយជ្រូកឬក៏ពពួកសត្វខ្លាដំរីផ្សេងដែលរស់នៅក្នុងព្រៃនោះឯងក៏ប៉ុន្តែមន្តអាគមកំផែងរបស់គ្រូដាំគឺជាមន្តអាគមដែលអាចវាយបកទៅលើសត្រូវវិញបានសត្វពស់នោះបន្ទាប់ពីព្រុសពឹសយ៉ាងពលឹកសម្ដៅគាត់ក៏ចាប់ដើមសូត្រអាគមបង្កើតនៅកំផែងជាន់នោះចំណែកឯនិសរនិងនេក្រៃក៏ចាប់ដើមប្រើអាគមជួយទប់ទល់ជាមួយនឹងសត្វពស់នេះផងដែរអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមបង្កើតនៅរបាំងកាន់តែធំឡើងហើយអ្នកទាំងពីរក៏ចាប់ផ្ដើមប្រើអាវុធរបស់ខ្លួនវាយប្រហារទៅលើសត្វពស់នោះផ្លែដំពែងដែលបានបញ្ចុះទៅដោយមន្តអាគមក៏បានទម្លុះខ្លួនរបស់សត្វពស់ខ្មៅចំណែកឯពូថៅក៏បានពុះទៅលើសត្វពស់នោះឲ្យមានរបួសផងដែរសត្វពស់ដោយឃើញថាมันអាចទប់ទល់ជាមួយនឹងអ្នកទាំង3នេះបានវាក៏ចាប់ផ្ដើមបកក្រោយវាសម្ដៅឆ្លងទឹកសម្ដៅទៅកាន់ទីកន្លែងរបស់វាវិញតែនៅពេលនោះលោកគ្រូដាំបាននិយាយឡើងថាពួកយើងទាំងអស់គ្នាដល់ពេលហើយត្រូវកំចាត់គ្រោះឲ្យអ្នកភូមិបើសិនជាទុកវាមានជីវិតទៀតនោះអ្នកភូមិប្រកាសជាមិនអាចរស់នៅសុខសាន្តបាននោះទេមួយរយៈនេះកូនចៅរបស់វាចាប់ផ្ដើមរៀបតបានខ្លាំងណាស់ឆាប់ធ្វើដំណើរសម្ដៅទៅកាន់ព្រៃហាមឃាត់នោះទៅពេលនោះលោកគ្រូសាមក៏បានធ្វើដំណើរទៅជាមួយលោកគ្រូទាំង3នាក់នោះដែរក៏ប៉ុន្តែពេលទៅដល់មាត់ស្ទឹងនាយក្រៃនាយសនិងលោកគ្រូដាំក៏ចាប់ផ្ដើមសូត្រអាគមធ្វើឲ្យទឹករឹងគឺជាអាគមដើរលើទឹកនោះឯងពួកគាត់ក៏ចាប់ផ្ដើមនាំគ្នាដើរលើទឹកសម្ដៅទៅកាន់ព្រៃម្ខាងទៀតតែលោកគ្រូសាមពុំមានមន្តអាគមដើរលើទឹកអ្វីនោះទេគាត់បានត្រឹមឈរនៅត្រៃម្ខាងទៀតសម្លឹងលោកគ្រូទាំង3នាក់នោះធ្វើដំណើរដ៏អស្ចារ្យសម្ដៅទៅកាន់ព្រៃហាមឃាត់ក្រោយពីទៅដល់អ្នកទាំង3នាក់បានចូលទៅដល់ដែនព្រៃទីកន្លែងនោះគឺពោពេញទៅដោយពពួកសត្វអាសិរពឹសផ្សែងហយជាច្រើនតំបន់នោះក៏កាន់តែត្រជាក់សភាពនៅក្នុងព្រៃផ្លាស់ប្ដូរមួយផ្លែតអញ្ចេះមួយផ្លែតអញ្ចោះមើលទៅដោយសារតែរដ្ឋអំណាចរបស់ពស់ខ្មៅនេះឯងពស់ខ្មៅមិននឹកស្មានថាពួកគាត់ហ៊ានធ្វើដំណើរចូលមកដល់ព្រៃហាមឃាត់នេះតាមកំចាត់វានោះទេមួយសន្ទុះក្រោយមកស្រាប់តែមានសត្វពស់ពឹសជាច្រើនក្បាលចាប់ដើមវាសម្ដៅមករកពួកគាត់លោកគ្រូដាំក៏ចាប់ដើមទាញចិញ្ចៀនរបស់គាត់ប្រសិទ្ធិមន្តអាគមឡើងចិញ្ចៀននោះបានបញ្ចេញពន្លឺរួចហើយក៏ធ្វើឲ្យសត្វពស់ទាំងអស់នាំគ្នាវាចេញពីទីនេះដោយសារតែចិញ្ចៀននោះគឺចិញ្ចៀនស្ដេចគ្រុឌដែលលោកគ្រូរបស់លោកគ្រូដាំបានបន្សល់ទុកឲ្យគាត់ក្រោយមកពួកគាត់ក៏ចាប់ផ្ដើមបន្តដំណើរទៅមុខទៀតមួយសន្ទុះក្រោយមកគាត់ស្រាប់តែបានឃើញថាមានលោកតាចាស់ម្នាក់កំពុងតែអង្គុយសមាធិនៅលើផែនថ្មតាចាស់នោះហាក់ដូចជាកំពុងតែភាវនាអ្វីមួយយ៉ាងក្រោយមកលោកគ្រូដាំក៏អាចមើលធ្លុះថានេះគឺជាព្រាយពស់100ឆ្នាំដែលកំពុងតែបន្លំខ្លួនធ្វើជាតាចាស់ក្រោយពីវាបានដឹងថាពួកគាត់ធ្វើដំណើរចូលមកក្នុងដែនព្រៃនេះ
លោកគ្រូដាមបាននិយាយទៅកាន់កូនសិស្សគាត់ទៅពីអ្នកថាណែពួកយើងជិតដល់ការប្រយុទ្ធមួយដ៏អស្ចារ្យហើយត្រូវតែមានការប្រុងប្រយ័ត្នបន្តិចដែលនេះគឺជាទឹកដីរបស់វាដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្នកុំធ្វើប្រហែសអីសោះនេះក្រៃនេះសក៏ចាប់ផ្ដើមទាញអាវុធរបស់ខ្លួនរួចហើយសូត្រស្ដាប់អាគមផ្លុំទៅលើផ្លែអាវុធអ្នកទាំង3នាក់ក៏ចាប់ផ្ដើមធ្វើដំណើរសម្ដៅទៅរកតាចាស់ដែលកំពុងតែអង្គុយសមាធិពេលដែលទៅដល់លោកគ្រូដាមក៏បាននិយាយឡើងថាមិនចាំបាច់សម្ដែងទៀតទេយើងបានដឹងហើយថាឯងគឺជាអ្វីលោកគ្រូដាមក៏យកចិញ្ចៀនស្ដេចគ្រុឌរបស់គាត់សូត្រសេពអាគមរួចហើយចង្អុលទៅកាន់តាចាស់ដែលកំពុងតែអង្គុយនៅលើថ្មក្រោយពីត្រូវពន្លឺនៃចិញ្ចៀនស្ដេចគ្រុឌនោះតាចាស់ស្លៀកខ្មៅពាក់ខ្មៅក៏បានប្រែក្លាយទៅជាពស់ខ្មៅមួយក្បាលសត្វពស់នោះចាប់ផ្ដើមពង្រាសរួចហើយក៏ចាប់ផ្ដើមបើកពពាសម្ដៅទៅកាន់អ្នកទាំង3នាក់មួយសន្ទុះក្រោយមកស្រាប់តែបរិវារសត្វអសិរពិសជាច្រើនក៏ចាប់ផ្ដើមវាសម្ដៅមករកអ្នកទាំង3នេះសនឹងនេះក្រៃក៏ចាប់ផ្ដើមប្រសិទ្ធិមន្តអាគមដោយលូកចូលទៅក្នុងថង់ជាមរបស់គេទាញសត្វជាច្រើនសត្វតែជាសត្វអាគមឲ្យទៅទប់ទល់ជាមួយនឹងសត្វពស់ចំណែកឯលោកគ្រូដាមគាត់ក៏ចាប់ផ្ដើមប្រសិទ្ធិដោយសូត្រស្ដាប់អាគមហៅពពួកសត្វស្លាបដូចជាពពួកសត្វអន្ត្រីសត្វស្ទាំងឲ្យវាហោះហើរមកដល់ទីកន្លែងនេះមួយសន្ទុះក្រោយមកពពួកវងបាក់សៃដែលជាសត្វស៊ីសត្វពស់ជាអាហារវាក៏បានឈានចូលមកដល់ទីនេះដោយសារតែមន្តអាគមសែបហៅរបស់លោកគ្រូដាមអន្ត្រីរាប់រយក្បាលក៏ចាប់ដើមស្រែកនៅក្នុងដែនព្រៃដែលគេហាមឃាត់វាក៏ចាប់ដើមវាយប្រហារទៅលើពពួកសត្វពស់ទាំងអស់នេះមិនត្រឹមតែប៉ុណ្ណោះទេលោកគ្រូដាមក៏បានសូត្រអាគមពត់ជារង្វង់ដើម្បីកុំឲ្យពពួកសត្វអស់នេះចូលមកជិតគាត់បានក្រោយមកឆាកប្រយុទ្ធរវាងមនុស្សជាមួយនឹងស្ដេចពស់ក៏ចាប់ផ្ដើមកើតឡើងសត្វពស់នោះក៏ចាប់ផ្ដើមបំបែកក្បាលចេញជា3រួចហើយអ្នកទាំង3នាក់ក៏បានចូលទៅទប់ទល់ជាមួយនឹងក្បាលម្នាក់មួយក៏ប៉ុន្តែអានុភាពសត្វពស់នេះវាខ្លាំងពូកែខ្លាំងណាស់នៅពេលនោះអ្នកទាំង3ក៏បានប្រើអាវុធរបស់ខ្លួនរៀងៗខ្លួនធ្វើឲ្យសត្វពស់នោះមានរបួសសត្វពស់ក៏ចាប់ផ្ដើមងើយកឡើងទៅលើរួចហើយបើកពពាខណៈពេលនោះក្បាលរបស់វាចាប់ផ្ដើមដោះស្នែងចេញមកហាក់ដូចជាសត្វនាគរាអញ្ចឹងតាមពិតទៅសត្វពស់ខ្មៅនេះគឺជាបរិវាររបស់ស្ដេចនាគដែលមានឈ្មោះថាកលនាគរាជពស់នេះមើលទៅប្រហែលវាគេចពីម្ចាស់វាដើម្បីមកកាន់កាប់ទីកន្លែងនេះធ្វើអំពើអាក្រក់ហើយដោយសារតែវាមានញៀនសន្ធិដ្ឋនៅក្នុងខ្លួនរបស់វាអាចតំណែងខ្លួនខ្លាចជាមនុស្សឬក៏អាចប្រែកាយទៅជាអ្វីផ្សេងទៀតក៏បានដែរដោយសារតែអានុភាពរបស់វានេះឯងនៅពេលនោះលោកគ្រូដាមបាននិយាយទៅកាន់កូនសិស្សគាត់ថាឃើញទេវាមិនមែនជាសត្វពស់ធម្មតាឡើយអញ្ចឹងតើទើបគេដាក់រហស្សនាមឲ្យវាថាជាស្ដេចនៅក្នុងដែនព្រៃហាមឃាត់មិនអល់ឯងលោកគ្រូដាមក៏ចាប់ផ្ដើមនឹកឃើញនៅពេលដែលសត្វពស់នេះបានធ្វើឲ្យប្អូនប្រុសរបស់គាត់បាត់បង់ជីវិតអ្នកទាំង3ក៏ចាប់ផ្ដើមប្រើអាគមរៀងៗខ្លួនលោកគ្រូដាមក៏បានទាញខ្សែកអង្កាំចេញពីកសូត្រសាបមន្តអាគមបោះឡើងទៅលើខ្សែកអង្កាំរបស់គាត់ក៏ចាប់ផ្ដើមរឹតរួបទៅលើសត្វពស់នោះឲ្យវាតឹងស្ទើរតែដកដង្ហើមមិនរួចចំណែកឯសិស្សរបស់គាត់ទាំងពីរនាក់បានយកកំបិតយកលំពែងយកពូថៅទៅទប់ទល់ជាមួយនឹងសត្វពស់នោះមួយសន្ទុះក្រោយមកពួកគាត់ក៏អាចធ្វើឲ្យសត្វពស់នោះមានរបួសធ្ងន់ធ្ងរដោយសារតែពួកគាត់បានសត្វពស់ក៏ចាប់ដើមហាមាត់ឡើងទៅលើបញ្ចេញពន្លឺត្បូងមួយមើលទៅវាហាក់ដូចជាកំពុងតែឲ្យសញ្ញាទៅកាន់អ្វីម្យ៉ាងមួយសន្ទុះក្រោយមកស្រាប់តែមានសត្វនាគខ្មៅមួយក្បាលដែលមានឈ្មោះថាកលនាគរាជនោះឯងនាគខ្មៅក៏ចាប់ផ្ដើមហោះហើរមកដល់ទីនេះរួចហើយក៏បានឃើញថាអ្នកទាំង3នាក់កំពុងតែធ្វើការប្រយុទ្ធទៅកាន់បរិវាររបស់គាត់ក៏ប៉ុន្តែនាគខ្មៅគឺជាសត្វនាគ
ដែលមានសតិសម្បជញ្ញៈដូចជាមនុស្សហើយគេក៏ជាស្ដេចអាចប្រែក្លាយខ្លួនទៅជាមនុស្សក៏បានដែរពេលនោះគេក៏បានមកនិយាយជាមួយនឹងលោកគ្រូដាំឲ្យលើកលែងទៅដល់បរិវាររបស់គាត់ដោយសារតែបរិវារនេះបានគេចចេញពីទីកន្លែងរបស់គាត់អស់រយៈពេលរាប់រយឆ្នាំមកហើយវាបានប្រាប់ថាចេញពីទីកន្លែងរបស់គាត់ដើម្បីមករក្សាសិលតែមិននឹកស្មានថាវាមកបង្កើតទឹកដីទីកន្លែងនេះដើម្បីធ្វើបាបទៅដល់មនុស្សទាល់តែសោះខណៈពេលនោះកាលៈនាគរាជក៏ចាប់ផ្ដើមសូត្រអាគមប្រើកងនៅលើដៃរបស់គាត់រឹតសត្វពស់នោះឲ្យខ្លាចទៅជាសត្វពស់មួយដែលមានទំហំខ្លួនប៉ុនកំភួនដៃក្រោយមកកាលៈនាគរាជក៏បានលាអ្នកទាំង3យកបរិវារក្បត់របស់គាត់វិលត្រឡប់ចូលទៅឋានប្រជុំនាគវិញទៅពស់ខ្មៅក៏ទុកថាសំណាងដែរថ្មីត្បិតតែម្ចាស់ចាប់យកទៅវិញក៏ប៉ុន្តែវាមិនបានបាត់បង់ជីវិតដោយសារតែគ្រូមន្តអាគមទាំង3នាក់នេះទេបន្ទាប់ពីនោះសត្វពស់ដែលជាបរិវារបន្ទាប់ពីអស់ការបញ្ជារបស់ស្ដេចពស់ខ្មៅហើយវាក៏ចាប់ផ្ដើមនាំគ្នាវាចេញពីទីនេះទៅរស់នៅតាមធម្មជាតិរបស់សត្វពស់លែងទៅធ្វើបាបដល់មនុស្សហើយក៏លែងមានដែនព្រៃហាមឃាត់ទៀតដែររឿងរ៉ាវក៏ចប់សពគ្រប់តែលោកគ្រូដាំគាត់នៅតែមិនអស់ចិត្តដោយសារតែគាត់មិនបានសងសឹកឲ្យប្អូនប្រុសរបស់គាត់ក្រោយមកលោកគ្រូដាំនិងអ្នកទាំង3ក៏ចាប់ផ្ដើមដើរលើទឹកដោយប្រាអាគមរបស់គាត់វិលត្រឡប់ទៅវិញលោកគ្រូសាមបាននៅរងចាំមើលពួកគាត់ទាំង3នាក់រហូតដល់ថ្ងៃរសៀលទើបបានឃើញពួកគាត់វិលត្រឡប់ទៅវិញគ្រូសាមបានសួររឿងជាច្រើនចំណែកឯលោកគ្រូដាំនិងសិស្សរបស់គាត់ក៏បានរៀបរាប់តាមសាច់រឿងឲ្យលោកគ្រូសាមបានដឹងទៅក្រោយមកលោកគ្រូសាមក៏បានអរគុណពួកគាត់ដែលបានជួយជីវិតហើយគ្រូសាមគាត់ក៏បានវិលត្រឡប់ចូលទៅក្នុងស្រុកភូមិប្រាប់រឿងរ៉ាវទាំងអស់នេះទៅដល់អ្នកភូមិអ្នកស្រុកនិងលោកមេភូមិឲ្យបានដឹងចាប់តាំងពីថ្ងៃនោះមកអ្នកភូមិក៏អាចធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីរករុក្ខផលយកមកផ្គត់ផ្គង់ទៅដល់គ្រួសាររបស់ពួកគាត់មិនត្រឹមតែប៉ុណ្ណោះពួកគាត់ក៏បានធ្វើទូកនេសាទត្រីតាមស្ទឹងហើយពួកគាត់ក៏ហ៊ានធ្វើដំណើរចូលទៅដល់តំបន់ព្រៃហាមឃាត់ផងដែរព្រោះថាឥឡូវវាលែងជាព្រៃហាមឃាត់ទៀតហើយសត្វពស់ខ្មៅដែលជាស្ដេចពស់កាចសាហាវនោះត្រូវម្ចាស់របស់វាចាប់យកទៅបាត់ទៅហើយចំណែកឯសាច់រឿងមួយនេះក៏សូមបញ្ចប់ទៅត្រឹមនេះផងដែរសូមអរគុណចំពោះការគាំទ្ររបស់ប្រិយមិត្តហើយ Channel មួយនេះក៏មិនដឹងនៅប្រកាសដល់បានប្រហែលថ្ងៃទៀតដែរដោយសារតែ Channel ធំរបស់ខ្ញុំមួយចំនួនត្រូវបានបិទការរកប្រាក់ទៅហើយប៉ុន្តែខ្ញុំក៏បានបង្កើត Channel ថ្មីមួយទៀតដែលមានឈ្មោះថានិទានខ្មែរក៏ប៉ុន្តែមិនទាន់បង្ហោះវីដេអូនោះទេសង្ឃឹមថាបងប្អូននឹងជួយចូល Subscribe សូមអរគុណចំពោះការគាំទ្ររបស់ប្រិយមិត្តទាំងអស់គ្នាសូមអរគុណ